មានសិស្សយើងសួរថាអា folder នេះហើយនឹងអានេះខុសគ្នាមែនអញ្ចឹងវាបើយើងធៀបទៅវាអត់មានអីទេវាដូចជាយើងបង្កើត folder ហើយនឹងយើងបង្កើត file geodatabase អញ្ចឹងដែរឧបមាថាអញ្ចឹងឧបមាថាខ្ញុំមាន folder មួយ sample folder ឧបមាអញ្ចឹងណាបង្កើត folder មួយហើយបន្តចូលមកអញ្ចឹងយើងទៅ connect មកយើងទៅ connect sample refresh មកណាអញ្ចឹងវាអត់ខុសអីពីយើងបង្កើត folder យើងដាក់ថា data output ហើយនឹងការបង្កើត file geodata database វាដូចគ្នាអញ្ចឹងដែរអញ្ចឹងខ្ញុំគ្រាន់តែលើកឧទាហរណ៍ឲ្យងាយយល់ទេថាពីរនឹងខុសគ្នាមិនខុសគ្នាអញ្ចឹងតើតើទៅនឹងសមត្ថភាពវាក៏វាខុសគ្នាខ្លះដែរពេលបែបថាគោលដៅវាក៏ប្រងតន័យដូចគ្នាក៏ប៉ុន្តែប្រភេទតន័យ GDB នេះអាចគ្រប់គ្រងបានតែប្រភេទ geodatabase នឹងទេអត់អាចright click ទៅអត់មានបង្កើត folder អីបានទេណាអត់បានទេចំណែកមួយនេះឥឡូវខ្ញុំលុបនេះចេញវិញកុំឲ្យច្រឡំវាមួយចំណែកមួយនេះគឺវាអាចបង្កើតបានច្រើនទេអាចបង្កើត folder បន្តក៏បានអាចបង្កើត file geodatabase ក៏បានអាចបង្កើតជា toolbox Python toolbox notebook អីបន្តក៏ប៉ុន្តែមួយនេះគឺអត់ទេតាមពិតដែរអញ្ចឹងដំណើរការនៅពេលដែលយើងឧបមាថាខ្ញុំ insert node មួយចុះវាមួយហ្នឹងអញ្ចឹងខ្ញុំគូកន្លែងនេះអូខេហើយយើង export វាហើយកាលនេះយើងអត់បានរើសទីតាំងតុកទេហើយឈ្មោះក៏យើងមិនបានដាក់ហើយចុច OK តែម្ដងអញ្ចឹងសំណួរសួរថាតើវាទៅណានេះវាចូលមកក្នុង default geodatabase នេះអញ្ចឹងចង់បញ្ជាក់ជូនទៅអ្នកទាំងអស់គ្នាដែលជាអ្នកចាប់ផ្ដើមថ្មីតាក់ទងទៅនឹងតួនាទីរបស់ geodatabase គឺទទួលរៀងរាល់តនន័យរបស់យើងដែលយើងធ្វើការនៅជាមួយនឹង project នេះដែលយើងហៅថាយើង save យើងអីយើងមិនបាន assign location នេះគឺវាមកហ្នឹងហើយអត្ថន័យគឺថាម៉េចបានន័យថានៅពេលដែលអ្នកនរគ្នាមានភាពស្និទ្ធស្នាលប្រើប្រាស់ default នេះគឺអាចជួយពលឿនការងាររបស់អ្នកនរគ្នាដែរបានន័យថារៀងរាល់តន័យ project នេះគឺយើងគ្រាន់តែឧបមាថាខ្ញុំ split នេះមួយចុះ split មួយបែបនេះហើយខ្ញុំ select polygon នេះពីរហើយខ្ញុំ export វាយើងគ្រាន់តែ rename ហ្នឹងយើងគ្រាន់តែ rename ឈ្មោះនេះមកហើយការ rename នេះចង់បញ្យល់បន្តិចតើតោងទៅនឹងនេះវែង line នេះគឺជា path របស់ location របស់យើងអញ្ចឹងវាបំបែកវា separate by គឺ backslash អ្នកនរគ្នាត្រូវយល់ថាអានេះជាអីអានេះគឺជា geodatabase របស់យើង default geodatabase របស់យើងនៅនេះនៅពេលដែលយើងចុចលើវាបានវាចេញផាសនេះមកអញ្ចឹងមួយនេះគឺជា name ហើយ name របស់តន័យដែលទុកនៅក្នុង geodatabase អញ្ចឹងនៅពេលដែលយើងអត់ rename គឺវានឹងទៅមកជួរនឹងទៅដល់ polygon node export picture ត្រឹម backslash នេះមកនេះយើង rename វាមក rename ថា hello database hello picture យើងចាស់ hello picture យើង export ទៅ
chẳng về màu cái nhé dương thôi ca y to tiệt tới dương còn là right click export rename right click export rename chẳng dương auto ba từ assign location này để nôm dù chẳng dương bỏ màu folder mình về data này cứ chia một project này nhưng trong project ở đây thì cái lòng tay các mình không project trong admin về data ở đây là một project như mấy mùi này có chẳng đấy hay mùi này còn chẳng này chẳng sản phẩm mùi này cứ về automatic update đôi tần nắng GDB này đây default database này đây hay mùi này là đôi khi này nè GDB này đôi khi thì quả nên về trong project đào mùi này dùng cao nào chẳng GDB nó tầm mùi để mà vì bấm bài location chẳng là bây giờ dương update ấy mùi này lại ní vì màu này thứ có dương update ấy này ní có ví update thằng lừa đài như đã là 2 polygon finish chẳng thì 2 mũi con nó 12 rồi chẳng trong chế tha GDB này con folder này đôi khi tầm nắng GDB này con database default đôi khi này tầm mùi rồi tôi bị sim data update thì có delete đây đóคือ auto sim